ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំរោងសម្រាប់ខែមីនាឆ្នាំរោងជាអ្នករកស៊ីមួយចំនួនខែថ្មីមានរឿងមួយចំនួនដែលធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តនិងមានអារម្មណ៍ហត់នឿយនិយាយមិនចេញលែងចង់ធ្វើអ្វីទាំងអស់សង្ងំទុកសោកតែម្នាក់ឯងវាក៏នឹងធ្វើឲ្យការរកស៊ីរបស់អ្នកធ្លាក់ចុះទៅតាមទំហំនៃអារម្មណ៍របស់អ្នកយ៉ាងណាក៏ដោយអ្នកក៏នឹងតាំងចិត្តរឹងមាំត្រឡប់មកវិញក្នុងរយៈពេលខ្លីក្រោយពីអ្នកតាំងចិត្តបានវានឹងធ្វើឲ្យការរកស៊ីរបស់អ្នកកើនឡើងត្រឡប់មកវិញតែកុំភ្លេចធ្វើបុណ្យដល់ម្ចាស់បំណុលកម្មនោះនឹងទាក់ទាញរឿងល្អៗចូលមកក្នុងជីវិតហើយចាំថាខែនេះអ្នកអាចមានអារម្មណ៍ទន់ខ្សោយច្រើនដូច្នេះគួរតែព្យាយាមគ្រប់គ្រងអារម្មណ៍ឲ្យបានល្អឆ្នាំរោងខ្លះទៀតខែនេះនឹងមានចំនួនជាមួយនឹងគូប្រកួតប្រជែងខ្លាំងគួរសមដោយសារតែអ្នកពិបាកនៅក្នុងការគ្រប់គ្រងចិត្តនិងភាពឆេវឆាវខុសធម្មតាយ៉ាងណាក៏ដោយអ្នកគួរតែព្យាយាមគ្រប់គ្រងអារម្មណ៍ឆេវឆាវឲ្យបានច្រើនមិនដូច្នោះទេអ្នកនឹងខាត់លៀបមួយចំនួនដែលនឹងចូលមកជាពិសេសការរកស៊ីពាក់ព័ន្ធនឹងបច្ចេកវិទ្យាឬក៏របរហូបចុកប្រចាំថ្ងៃចាំថាខែនេះអ្នកនឹងជួបមនុស្សម្នាក់ដែលនឹងធ្វើឲ្យរបររកស៊ីរបស់អ្នកដំណើរការកាន់តែល្អហើយម្នាក់នេះអាចនឹងក្លាយជាដៃគូជំនួញសម្រាប់អ្នកនាពេលអនាគតគេអាចមានសម្បល់ស្អែមមិនសូវចេះនិយាយបបាច់បបោចឥតប្រយោជន៍តែគេមានគំនិតច្រើនគំនិតថ្មីដែលអ្នកនឹកស្មានដល់ឆ្នាំរោងមួយចំនួនតូចការរកស៊ីកំពុងតែកាក់កបជាងខែមុនតែអ្នកមិនសូវមានអារម្មណ៍រីករាយនោះទេអារម្មណ៍នេះកើតមានដោយមិនដឹងមូលហេតុហើយវានឹងកើតស្ទើរតែពេញមួយខែយ៉ាងណាក៏ដោយប្រសិនបើអ្នកធ្វើបុណ្យដល់ម្ចាស់បំណុលកម្មឬក៏ធ្វើបុណ្យដល់អ្នកខ្សត់អ្នកអត់ពិតប្រាកដដោយបញ្ជូនបុណ្យកុសលដល់ម្ចាស់បំណុលកម្មទាំងអរូបនិងមានរូបនោះខែនេះការរកស៊ីនៅតែមានកំណើនឆ្នាំរោងមួយចំនួនជាអ្នកធ្វើការក្នុងខែថ្មីកិច្ចការទូទៅទទួលបានលទ្ធផលខកចិត្តបន្តិចជាពិសេសពាក់ព័ន្ធនឹងរឿងធំដែលអ្នកកំពុងតែសង្ឃឹមថានឹងទទួលបានតំណែងល្អនិងកើនប្រាក់ចំណូលតែការគិតរបស់អ្នកនឹងក្លាយជាអាសាបងបន្ទាប់ពីអ្នកចំណាយពេលតាមចាប់និងប្រឹងប្រែងវាដោយអត់ធ្មត់មួយចំនួនមិនត្រឹមតែប៉ុណ្ណោះវានឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលែងហ៊ានបង្កើតគម្រោងថ្មីកិច្ចការដែលនឹងនាំឲ្យអ្នករីកចម្រើនឬក៏លែងហ៊ានសហការជាមួយនឹងដៃគូថ្មីអ្វីដែលអ្នកគួរតែធ្វើនៅក្នុងខែថ្មីនេះគួរតែព្យាយាមហ្វឹកហាត់អារម្មណ៍ឲ្យស្ងប់និងដកដង្ហើមឲ្យវែងមុននឹងអ្នកគិតគម្រោងថ្មីឬក៏គម្រោងធំខែនេះអ្នកនឹងមានរឿងល្អចូលមកតិចតួចហើយក៏មានឱកាសល្អធំមួយដូច្នេះអ្នកគួរតែគិតគូរឲ្យបានល្អព្រោះកិច្ចការនេះនឹងនាំឲ្យអ្នកឡើងខ្ពស់យូរឆ្នាំយ៉ាងណាក៏ដោយឧបសគ្គក្នុងជីវិតរបស់អ្នកមានច្រើនដែលអ្នកត្រូវកាត់ឆ្ការបង្កើតជាផ្លូវធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យគ្រប់យ៉ាងរលូនឆ្នាំរោងមួយចំនួនទៀតខែថ្មីមានរឿងខ្លះនឹងបញ្ចប់ដោយមិនបានព្រៀងទុកវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងាររបស់អ្នកដូច្នេះអ្នកគួរតែត្រៀមចិត្តដើម្បីឲ្យគ្រប់យ៉ាងនៅក្នុងការងាររបស់អ្នកនៅតែដដែលមិនមានផលរំខាននោះខែនេះអ្នកនឹងបញ្ចប់ការងារទៅតាមគោលដៅដែលអ្នកបានដៅទុកជាច្រើនបើទោះជាវាមិនមានរឿងរលូនច្រើននៅដើមខែតែអ្នកនឹងទទួលបានរឿងមួយចំនួនដែលសមប្រកបឬក៏ជោគជ័យទៅតាមគម្រោងវានឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តប្រឹងប្រែងបន្តយ៉ាងណាក៏ដោយចាំថារឿងខ្លះវានឹងប៉ះពាល់ដល់អារម្មណ៍រយៈពេលខ្លីបើអ្នកធ្វើចិត្តឲ្យស្ងប់និងធ្វើដោយអត់ធ្មត់សន្សឹមតែបើអ្នកធ្វើដោយភាពឆេវឆាវនោះអ្នកនឹងមិនអាចគេចផុតពីបញ្ហាធំដែលរំខានស្ទើរពេញមួយជីវិតការងារប្រសិនបើអ្នកមិនផ្លាស់ប្ដូរកន្លែងធ្វើការវានឹងតាមលងបន្លាចអ្នកពេលដែលអ្នកភ្លេចខ្លួនប្រសិនជាអាចគួរតែតាំងចិត្តឲ្យស្ងប់ឬក៏ធ្វើសមាធិតាមដែលអាចធ្វើទៅបានព្រោះខែនេះអ្នកនឹងពិបាកទប់កំហឹងឬក៏ធ្វើបុណ្យដល់អ្នកខ្សត់ដែលអត់ពិតប្រាកដធ្វើបុណ្យចែកទានដល់បារមីទេវតានិងគ្រូវាសនារបស់អ្នកតាមដែលអាចធ្វើទៅបានឬក៏ជ្រោចទឹកជែកលើជើងធូបនៃជំនឿនោះជីវិតរបស់អ្នកនឹងល្អរីឯឆ្នាំរោងមួយចំនួនតូចខែនេះល្មមដល់ពេលដែលអ្នកត្រូវបើករង្វាន់បុណ្យកុសលបុណ្យសំណាងរបស់អ្នកហើយបន្ទាប់ពីអ្នកប្រឹងដោះស្រាយបញ្ហាផងធ្វើការផងនិងកសាងបុណ្យកុសលបន្ថែមផងចាំថាប្រសិនបើអ្នកធ្វើការដោយប្រើការគិតខ្ពស់និងដោយសន្សំមួយអ្នកនឹងមិនដើរខុសផ្លូវនោះទេថែមទាំងមិនដើរវែងឆ្ងាយពិបាកជ្រើសរើសរកផ្លូវជោគជ័យដូចគ្នាយ៉ាងណាក៏ដោយចុងខែនេះអ្នកនឹងទទួលបានសំណាងផ្ទួតសម្រាប់ឆ្នាំរោងមានគូមួយចំនួនចូលដល់ខែថ្មីភ្លាមឆ្លោះគ្នាផ្លែតទាស់សម្ដីគ្មានថ្ងៃលួសហើយអ្នកត្រូវធ្វើចិត្តច្រើនត្រូវលួងគេច្រើននិងត្រូវខាត់បងពេលវេលាច្រើនព្រោះតែអ្នកចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯងមិនខ្វល់ពីអារម្មណ៍នរណាថែមទាំងមានភាពអាត្មានិយមលើការសម្រេចចិត្តទៀតធ្វើឲ្យគូរបស់អ្នកក្នុងខែថ្មីនេះកាន់តែពិបាករកផ្លូវដោះស្រាយម្យ៉ាងអ្នកជាមនុស្សឆេវឆាវពូកែគុំដូច្នេះខែនេះរឿងស្នេហារបស់អ្នកនឹងឈានដល់ផ្លូវទាល់ខ
ខែនេះរឿងខ្លះនឹងធ្វើឲ្យអ្នកហត់នឿយខ្លាំងគួរសមវាអាចជារឿងគ្រួសារហើយរឿងនេះនឹងដកជាប់ក្នុងចិត្តរបស់អ្នកយូរអង្វែងមួយចំនួននោះការដែលអ្នកសោះអង្គើយលើដៃគូរបស់អ្នកនឹងធ្វើឲ្យអ្នកបាត់បង់គេអស់មួយជីវិតយ៉ាងណាក៏ដោយជីវិតរបស់អ្នកនឹងនៅឯកាច្រើនគ្មានអ្នកយល់ចិត្តខណៈដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមបែកខ្នងដាក់អ្នកទាំងដែលអ្នកមិនធ្លាប់ធ្វើអាក្រក់ដាក់គេព្រោះតែអណ្ដាតលឿនជាងការគិតចាំថារឿងណាដែលអ្នកមិនចង់អ្នកគួរតែបដិសេធរឿងណាដែលអ្នកចង់គួរតែបង្ហាញពីចំហរបស់ខ្លួនគ្មាននរណាម្នាក់សម្រេចចិត្តជួសអ្នកបានរហូតនោះទេមួយទៀតបើសិនជាអាចគួរតែផ្ដល់ពេលវេលាដល់ដៃគូរបស់អ្នកឲ្យបានច្រើនប្រសើរជាងយកពេលវេលាទៅមើលថែអ្នកដទៃដែលមិនមែនជាប់សាច់ឈាមអ្វីនឹងអ្នកទើបអ្នកនឹងទទួលបានរឿងល្អៗចូលមកក្នុងជីវិតម្យ៉ាងទៀតអ្នកគួរតែធ្វើបុណ្យដល់ម្ចាស់បំណុលកម្មឬក៏ធ្វើបុណ្យដល់ម្ចាស់កម្មពៀនៃគូវាសនារបស់អ្នកក៏ដូចជាកាត់បន្ថយភាពឆេវឆាវនិងធ្វើឲ្យស្នេហារបស់អ្នកប្រែជាមានសម្រស់ស្រស់ថ្លាខ្លះហើយត្រូវដឹងថាអ្នកធ្វើជាខ្លួនឯងឲ្យបានច្រើនបំផុតជាងធ្វើដើម្បីផ្គាប់ចិត្តអ្នកដទៃទើបស្នេហាមួយនេះថិតថេរឆ្នាំរោងខ្លះទៀតពេលនេះផ្លូវស្នេហារបស់អ្នកដល់ពេលវេលាជ្រើសរើសរវាងមនុស្សដែលអ្នកស្រឡាញ់និងមនុស្សដែលស្រឡាញ់អ្នករឿងគ្រប់យ៉ាងនឹងត្រូវបញ្ចប់ត្រឹមតែមួយពពេចភ្នែកដោយសារតែអ្នកចូលចិត្តបង្កើតស្នេហាស្រពិចស្រពិលហើយគេក៏មិនទៅមានរឿងពិភាក្សាគ្នាដូចមុនព្រោះតែគេលែងផ្ដល់ជំរឿសដល់អ្នកដូចមុនយ៉ាងណាក៏ដោយមុននឹងធ្វើអ្វីមួយអ្នកទាំងពីរគួរតែពិភាក្សាគ្នាឲ្យបានហ្មត់ចត់និងធ្វើដោយស្ងប់ស្ងាត់ហើយកុំភ្លេចលុបចោលនៅចំណុចអវិជ្ជមានមួយចំនួននៅក្នុងរឿងស្នេហារបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមយល់ពីគ្នារឿងល្អៗក៏នឹងចូលមកព្រមគ្នាចំណែកឯគូឆ្នាំរោងមួយចំនួនតូចរឿងស្នេហារបស់អ្នកចាប់ផ្ដើមមានលំនឹងហើយការងាររបស់អ្នកក៏ចាប់ផ្ដើមឃើញពន្លឺនៃភាពជោគជ័យអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកចាប់ផ្ដើមមានរឿងល្អៗចូលមកមិនត្រឹមតែប៉ុណ្ណោះទេចុងខែនេះអ្នកនឹងទទួលបានដំណឹងល្អដែលមិនធ្លាប់មានវាជាភាពភ្ញាក់ផ្អើលដែលអ្នកមិនធ្លាប់រំពឹងទុកអ្នកនឹងចងចាំវាអស់មួយជីវិតនិងនិយាយប្រាប់តកូនតចៅដោយសារតែវាជារបត់ថ្មីនៃជីវិតស្នេហារបស់អ្នកក៏ដូចជាអនាគតរបស់អ្នកចំពោះឆ្នាំរោងនៅលាមួយចំនួនពេលវេលាចាប់ផ្ដើមនិងពេលវេលាបញ្ចប់រីករាយដូចគ្នាគ្រាន់តែភាពរីករាយមួយនេះមិនយូរអង្វែងនោះទេគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកហាក់ចាប់ផ្ដើមលែងមានរឿងល្អៗចូលមកដូចមុនស្នាមញញឹមដែលធ្លាប់គិតថាគ្មានថ្ងៃនឹងរលាយតែពេលនេះទោះបីជាប្រឹងញញឹមក៏លែងស្រស់ដូចមុនបេះដូងរបស់អ្នកចាប់ផ្ដើមលេចចេញនៅស្នាមប្រេះម្ដងបន្តិចម្ដងបន្តិចស្នាមនេះទោះបីជាយកអ្វីដែលអ្នកស្រឡាញ់និងអ្វីដែលអ្នកចូលចិត្តមកប៉ះប៉ូវក៏មិនអាចទៅរួចអ្នកចាប់ផ្ដើមយល់ពីតម្លៃនៃរូបគេនៅក្នុងពិភពលោករបស់អ្នកអនុស្សាវរីយ៍ដែលអ្នកនិងគេធ្លាប់សាងរួមគ្នាធ្លាប់រីករាយជាមួយគ្នាក៏លេចចេញនៅក្នុងអារម្មណ៍របស់អ្នករាល់ពេលស្រមោលគេហាក់នៅគ្រប់ទីកន្លែងដែលអ្នកទៅដល់ប៉ុន្តែមនុស្សពិតលែងនៅទីនេះហើយមានតែអ្នកគឺអ្នកតែម្នាក់ប៉ុណ្ណោះដែលនឹកដល់គេហើយពាក្យសន្យាដែលអ្នកថានឹងមិនយំនោះទេបន្ទាប់ពីគេចាក់ចេញទៅពេលនេះអ្នកទប់លែងជាប់ហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាឯកោមានអារម្មណ៍ថាឈឺចាប់ណែនក្នុងទ្រូងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកពេលនឹកដល់ថ្ងៃដែលអ្នកទាំងពីរជួបគ្នាជាលើកចុងក្រោយញ៉ាំអាហារចុងក្រោយឬក៏ជុំគ្នានិយាយរឿងក្នុងចិត្តនិងរំលឹកការទើបស្រឡាញ់គ្នាដំបូងពេលខ្លះអ្នកគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ចង់ត្រឹមតែគេងហើយក៏លែងចង់ក្រោកក្នុងអំឡុងពេលដែលអ្នកកំពុងតែឈឺចាប់ព្រោះដឹងថាអ្នកនៅស្រឡាញ់គេថ្ងៃខែម៉ោងហាក់ដូចជានៅត្រឹងមិនទៅមុខនោះទេអ្នកចង់ឲ្យវាកន្លងផុតទៅឆាប់ដើម្បីអាចធ្វើរឿងដែលអ្នកចង់ធ្វើតែចាប់ពីគេចាក់ចេញទៅរឿងលំបាកជាច្រើនចូលក្នុងជីវិតរបស់អ្នកទាំងដែលអ្នកមិនបានបបួលវាឲ្យមកលេងផងអ្នកប្រកាសជាដឹងខ្លះថាអ្នកអាចនឹងធ្វើបាបគេពីជាតិមុនច្រើនទើបស្នេហាមិនធ្លាប់សមប្រកបអ្នកតែងតែធ្វើបន់ដល់មនុស្សទាំងនោះតែរឿងដដែលនៅតែកើតឡើងចំពោះអ្នកតាមពិតទៅបាបកម្មរបស់អ្នកនៅក្នុងរឿងស្នេហាមិនសូវជាច្រើននោះទេតែអ្វីដែលធ្វើឲ្យជីវិតស្នេហារបស់អ្នកមិនសមតាមបំណងដោយសារតែអ្នកជាមនុស្សដែលងាយអស់ចិត្តងាយធុញទ្រាន់នឹងនរណាម្នាក់អ្នកចូលចិត្តនិយាយថាស្រឡាញ់គ្នាត្រូវតែទុកពេលឯកជនភាពឲ្យគ្នាតែពេលនេះអ្នកលែងចង់បានឯកជនភាពចង់បានត្រឹមតែនរណាម្នាក់ធ្វើល្អនរណាម្នាក់ស្រឡាញ់អ្នកពិតប្រាកដអ្នកនឹងជួបមនុស្សល្អតាមប្រាថ្នាស្រឡាញ់អ្នកពិតប្រាកដស្រឡាញ់អ្នកជាអ្នកដរាបណាអ្នកបានយល់ពីតម្រូវការពិតប្រាកដរបស់ខ្លួនឯងចំណែកឯឆ្នាំរោងនៅលើមួយចំនួនទៀតឃើញប្រុសស្អាតស្អាតមិនបានមាត់លឿនស្រឡាញ់អ្នកនេះស្រឡាញ់អ្នកនោះមិនរើសសម្បូរក្តីសម័យខ្លាំងតែរកនរណាម្នាក់ប្រាកដគ្មានខែនេះក៏ដូចគ្នាអ្នកនៅតែនៅម្នាក់ឯងព្រោះតែអ្នកចូលចិត្តបង្ហាញថាខ្លួនឯងមានអ្នកនេះខ្លួនឯងក្រាស់អ្នកនោះដូច្នេះក្រាស់ខ្លួនឯងបន្តទៀតសូមជូនពរឆ្នាំរោងឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ